8ការសម្រេចផែនការកាលពីសប្តាហ៍មុនអ្នកបានរួមគ្នារៀបចំធ្វើតារាងឈ្មោះសម្រាប់វេនបោសសម្អាតថ្នាក់រៀនដូចនេះសូមប្រធានក្រុមការងារធ្វើការរាយការណ៍ពីលទ្ធផលការងារទាំងនោះឲ្យមិត្តភ័ក្តិរួមថ្នាក់បានដឹងនិងអនុវត្តតាមផែនការនោះផងខ្ញុំសូមគោរពអ្នកគ្រូសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំសូមរាយការណ៍ពីលទ្ធផលនៃការរៀបចំធ្វើតារាងវេនសម្អាតថ្នាក់រៀនដែលមានការចូលរួមជួយផ្ដល់យោបល់ពីអ្នកគ្រូលទ្ធផលការងារពួកយើងទទួលបានតារាងមួយដែលមានកំណត់ឈ្មោះអ្នកសម្អាតថ្នាក់ចំនួន5នាក់តាមវេននីមួយៗគិតចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ក្នុងនោះមានអ្នកបោសកម្រាលអ្នកជូតក្តារខៀននិងអ្នករៀបចំទឹកសម្រាប់លាងសម្អាតដៃសូមមិត្តទាំងអស់នាំគ្នាមើលឈ្មោះក្នុងតារាងកាលវិភាគដែលបិទនៅខាងមុខនេះហើយរួមគ្នាអនុវត្តពីថ្ងៃស្អែកតទៅសូមអរគុណអ្នកគ្រូសូមអរគុណមិត្តរួមថ្នាក់ទាំងអស់គ្នា